សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបន្តទៀតតទៅជាមួយនឹង CF យើងនៅក្នុងមេរៀន link ហើយជាមួយនឹង list អញ្ចឹងកន្លែងនេះខ្ញុំមាននៅខាងខ្ញុំហើយ link list អញ្ចឹងដើម្បីសរសេរវាបានខ្ញុំនឹងបង្ហាញតទៅជាមួយនឹង link នៅក្នុង HTML អញ្ចឹងដើម្បីសរសេរ link នៅក្នុង HTML យើងប្រើ element A ធម្មតាខ្ញុំដាក់ពងជួបសិននេះខ្ញុំដាក់ ITS center បន្ទាប់មកខ្ញុំរានតេស្តមើល Firefox នេះអញ្ចឹងមើលវាដើរធម្មតាអញ្ចឹងកន្លែងនេះគឺជា default របស់វាដែលវាមាន color ពណ៌ខៀវហើយមានបន្ទាត់នៅពីក្រោមអញ្ចឹងខ្ញុំចាប់តាម set selector របស់វា set selector របស់វាតែខ្ញុំ set នៅក្នុង CSS អញ្ចឹងដើម្បី set វាខ្ញុំ ចង់ call ហៅ A ខ្ញុំប្រើពាក្យថា A នេះប្រើពាក្យថា A ខ្ញុំចង់ set color វានេះឬមួយក៏ខ្ញុំចង់ដោះបន្ទាត់នៅពីក្រោមវាចេញខ្ញុំប្រើពាក្យថា text decoration ស្មើនឹងខ្ញុំចង់តម្លើងពន្ធវាខ្ញុំប្រើពាក្យថាពន្ធsize ខ្ញុំយក36ខ្ញុំចង់ឲ្យវាអក្សរមកយ៉ាងដិតខ្ញុំប្រើពន្ធ weight ស្មើបលនេះគឺជាមេរៀននៅក្នុងមេរៀនទី3ហើយខ្ញុំរានមើលសិននេះអញ្ចឹងវានឹងបង្ហាញឲ្យវាដោះបន្ទាត់ចេញទេដោយសារខ្ញុំប្រើ property text decoration បន្តមកខ្ញុំចាប់ផ្ដើមមកទៀតគេឲ្យឈ្មោះថា A visit tick ចឹង A visit tick នឹងមានន័យថាម៉េចខ្ញុំនឹង set color វាខ្ញុំឲ្យវាជប់យកពណ៌ក្រហមនេះចឹងមានថាដើម្បីខ្ញុំចុច click ហើយវានឹងចេញពណ៌ក្រហមមានថាដល់ពេលយើងចុច visit ហើយបាន visit វាហើយវានឹងចេញពណ៌ក្រហមមកយើងនេះចឹងអានេះយើងចុចហើយចឹងវា visit ដល់យើងបន្ទាប់មកខ្ញុំបង្ហាញមួយទៀតវាថា S.2 active ចឹង A.2 active នេះមានន័យថាម៉េចមានន័យថាយើងសរសេរសម្រាប់ apply នៅពេលដែលយើងចុចពាក្យថា click ចុច click វានឹងចេញ color ពណ៌អីមក plate នឹងឲ្យយើងដឹងចឹង color ខ្ញុំដាក់ពណ៌លឿងយកនេះហើយខ្ញុំរានម្ដងទៀតចានេះនៅពេលយើង visit ហើយណាចឹងនៅពេលខ្ញុំចុចនេះឃើញទេខ្ញុំចុចគឺវាចេញពណ៌លឿងហ្មងមានថានៅពេលដែលខ្ញុំកំពុងចុចហ្នឹងវាចេញពណ៌លឿងចាហ្នឹងមានថា active មួយទៀតគឺតកតងជាមួយនឹងចឹងនេះហើយយើងអាចដាក់ link នេះក៏បានlink នេះក៏បានបន្ទាប់មកខ្ញុំចង់បង្ហាញមួយទៀតនៅពេលដែលខ្ញុំយកមកប៉ះហើយវាចេញ color ពណ៌ផ្សេងតែយើងត្រូវធ្វើម៉េចយកមកប៉ះលើ link របស់យើងនឹងឲ្យវាចេញ color ពណ៌ផ្សេងមិញនៅពេលយើង click វាចេញពណ៌ក្រហមហើយទេពេលកំពុង click វាចេញពណ៌លឿងចុះឥឡូវខ្ញុំចង់ឲ្យវា A.2 ចឹងដើម្បីយកមកប៉ះខ្ញុំប្រើពាក្យថា hover ចុចពី hover ចុចពី hover ខ្ញុំដាក់ color ពណ៌ខ្ញុំដាក់ពណ៌ខ្មៅចុះចឹងកន្លែងនេះមានថាដល់ពេលដែលខ្ញុំយកមកប៉ះគឺវាចេញពណ៌ខ្មៅដល់ពេលដែលខ្ញុំ click វាចេញពណ៌លឿងតែខ្ញុំប្រើ active អត់ចេញខ្ញុំសេនៅលើនេះនេះដល់ពេលដែលខ្ញុំ click ភ្លាមគឺវាចេញពណ៌លឿងប៉ុន្តែដល់ពេលខ្ញុំយកមកប៉ះវាចេញពណ៌ខ្មៅហើយដល់ពេលខ្ញុំ click ហើយគឺវាចេញពណ៌ក្រហមអញ្ចឹងកន្លែងនេះគឺការប្រើប្រាស់ selector A แล้วที่เราจะมี error មួយទៀត
trong chú slash low its đấy chẳng vô lấy tại tôn chỉ mình cao vào cái selector rồi bỏ lính chẳng là lâu nhưng nâng bạc hai to tiết cứ tại tôn chỉ mình cao vào cái là bỏ lính mà đâu chứ nó không ai thêm ở dưỡng mì lý dương lọt tầng hỏi chẳng lý về chạy trên dịp bấy về chạy trên chỉ order list nâng description list và là lâu nhưng vô bạc hai tại tôn chỉ mình nâng order list hay nâng order list hay description list cứ kia sau đã phải hay order list của kia sau đã phải đó thì chẳng cứ kia phải rồi unorder list cứ kia phải rồi mẹ thưa menu nó lên website dưỡng cứ kia phải unorder list này chẳng nhôm nâng bà ha nhờ môi tiết tại tôi chỉ môi nâng unorder list là nhôm bao URL but URL và to nó không nóng cứ miên ở ai nghe tham miên ly môi nó còn nặng chẳng lại như kia tham nhầm đã hôm phao viết và to nó miên product to nó miên service to nó miên vào us to nó miên contact us chứ dùng ran nơi mở chứ ở đây cứ chia default cái ha default unorder list chứ default unorder list nhôm trong bàn trong bàn lại list style nó xem như là một trong bàn là vùng mua tế trong trong bàn hạp xế chứ nhôm phở nó có nóng selector nên chứ là nhà nó bị một cái cứ chia nhà rồi bỏ li chứ nhưng thấu sẽ apply là lời li chứ ai sẽ li chết các bạn sẽ chân các bạn rồi mỗi người dương ai sẽ chia ra dù ở li trong pi nó miền này không đi giảm bệnh hay miền này được cái này giảm bệnh mình chắc là còn lại đi miền này than là p là ai tầm miền li là không element dù ở lấy cứ việc apply được không phần tài và sân chỉ miền li nó kéo dù ở mùi cứ ở dù ở mùi ở ai mùi nó kéo dù ở nó cứ vì ọt score này chẳng li ní nó kéo dù ở cứ vì ọt score này chỉ mùi ở vậy để dân set nó còn này chẳng còn lại ní miền tha selector ní miền tha dân trong ban apply the learn selector URL hỏi từ learn selector li hỏi nó không URL liệt và sân nó kéo URL cứ bị score này phần đó sẽ mẹ về selector li nếu cứ bị apply rằng mình thang nó không nó kéo rồi URL này đó là sân nó không ấy thiểm alpha cứ bị apply chờ lâu nhưng đã li đi chờ nên nhưng lục chờ với nhưng mà là tì ho và hai nhé nhưng trong đô style bằng vì á nghe tha nhưng trong đô nhà nó bị một nít nó không ở lại chứ nhưng phải việc thá list style chứ list style như list style thay list style position list style image nên là trong vô icon tôi đang chỉ image tại là không list style nó bị một dương của bạn này smart nó không HTML dưỡng cứ thay một phe thay với miền đập bay một phe thế thì miền scroll miền square hay với miền một phe tiết this phần nãy sẽ mẹ nó xì ấy cứ miền chờ một phe sẽ mẹ bây giờ chờ hơi đấy miền chờ một phe rồi giờ này mua chắc trong việc apply mấy nhưng tại 20 này thấy nhé trong việc change nhà này ở giường ngâm ra decimal này chân decimal viên trên riêng ở giường anh ấy nghe tha
อันนี้សម្រាប់ li បដោតខ្ញុំដាក់ this ខ្ញុំដាក់this នេះចុះនេះចឹង this វាចេញ default របស់វាឲ្យយើងហើយយើងក៏អាច set ជា image icon image បានដែរនៅក្នុងហ្នឹងចឹងដើម្បី call ហា selector មានថាចង់ដូរ lista ចង់ដូរអីគឺយើងដូរនៅក្នុង CSS របស់យើងប៉ុន្តែបើសិនយើងអត់ចង់ឲ្យវា view lista ហ្នឹងយើងប្រើពាក្យថា none មកវានឹង line view ឲ្យយើងហើយនេះវានឹង line view ឲ្យយើងហើយ icon នៅពីមុខនេះចុះបើសិនជាយើងចង់ដាក់ link នៅក្នុងនឹងទៀតចឹងអានេះខ្ញុំបង្ហាញទៅតមួយ lista ឥឡូវខ្ញុំចង់ដាក់បន្ថែមមួយទៀតហើយខ្ញុំចង់ដាក់ link នៅចន្លោះហ្នឹងដើម្បីឲ្យគេ click ទៅចូល page ផ្សេងឬមកក៏ចូល website ផ្សេងអញ្ចឹងទៅចឹងយើងអាចដាក់បានយើងអាចដាក់ a បាទខ្ញុំដាក់ត្រង់ជ្រូកមានថាឲ្យវា link ទៅខ្លួនឯងសិនខ្ញុំអត់ចង់អត់តឲ្យវាឲ្យ link ទៅណាទេហើយខ្ញុំបិទវិញចឹងអានេះដូចគ្នាខ្ញុំ pass ក៏មកខ្ញុំបិទវាវិញហើយខ្ញុំបិទវាវិញនេះចឹងបើសិនជាយើងចង់ដាក់ link នៅក្នុង another list របស់យើងគឺយើងអាចដាក់បានដែរគឺយើងដាក់ប៉ុណ្ណានេះអានេះនៅក្នុង list style របស់យើងហេតុអីវាចេញ color ពណ៌ហ្នឹងដោយសារខ្ញុំសរសេរវាជាប់ជាមួយនឹងនេះជាប់ជាមួយនឹង selector A នេះបើសិនយើងអត់ចង់ឲ្យមាន color អត់មានចង់ឲ្យយើងធំមានហ្នឹងយើងអាចលុបអានោះចោលសិនទៅហើយយើងតេស្តអានេះសិនក៏បានដែរនេះចឹងយើងអាច link បានដែលជាប្រភេទវាជា another list ចឹងចង់ធ្វើជា menu inline ទៀតអាហ្នឹងនៅវគ្គក្រោយខ្ញុំនឹងបង្ហាញទៅតែមិនបន្ទាប់មក URL ដូចគ្នាដូចអត់មានអីខុសគ្នាទេខុសត្រង់ថាមួយ another list ហើយមួយ order list ហើយមួយតាមដាប់ហើយមួយអត់តាមដាប់ទៅប៉ុណ្្នឹងឯង OL នេះចុះបើសិនជាខ្ញុំអត់ចង់សរសេរ apply សម្រាប់ OL នៅក្នុង li URL នេះតើខ្ញុំត្រូវធ្វើម៉េចចឹងកន្លែងនេះខ្ញុំនឹងដូរដោយសារ selector ឲ្យតែមានថាខ្ញុំសរសេរចឹងមានថាឲ្យតែមាន li នៅក្នុង HTML file គឺវា apply ទាំងអស់ចឹងដើម្បីឲ្យវា apply តែពីរនេះខ្ញុំប្រើ URL នៅពីមុខវាមកនេះហើយដក clear នេះចឹងអានេះមានថាវា apply តែពីរនេះទេអានេះវាអត់ apply ទេ apply lista នេះទេដោយសារ lista នេះវាជា default របស់វាហើយ A នេះគឺជា link របស់យើងដែលយើងបាន set នៅពីលើហើយឯងចឹងវានឹង affect ដល់ពេលដែលយើង set វានឹងនេះវានឹង affect មកឲ្យយើងស្រាប់អញ្ចឹងការប្រើប្រាស់ lista យើងអាចដាក់ background image យើងអាចដាក់lista ជាប្រភេទ none ឬមួយក៏ជា image នៅពីមុខស្អែកលើយើងប៉ុន្តែដូចខ្ញុំប្រាប់ចឹងអ្វីដែលគេប្រើញឹកញាប់ជាងគេគឺ unordered list ហ្នឹងហើយគឺដើម្បីគេយកទៅធ្វើ menu យកទៅធ្វើអីផ្សេងនេះអញ្ចឹង menu នេះខ្ញុំឧទាហរណ៍ menu នេះគឺគេប្រើ URL គេប្រើ unordered list ដែលមាន li មាន a នៅក្នុងហ្នឹងដូចអ្វីដែលខ្ញុំសរសេរអញ្ចឹងប៉ុន្តែគេនឹងសរសេរជាមួយនឹង CSS ទៅតាម CSS ដែលគេប្រើ property ច្រើនដើម្បីឲ្យវាបានរៀងបែបហ្នឹងអញ្ចឹងថ្ងៃហ្នឹងខ្ញុំបង្ហាញតទៅជាមួយនឹង link ហើយ list ហើយការប្រើប្រាស់ selector របស់ link និង list តើគេប្រើរបៀបម៉េចតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណបញ្ចប់ប៉ុណ្ណឹង